ឥឡូវនេះយើងចូលមកដល់សំណួរប្រវត្តិវិទ្យាទាក់ទងនឹងយុទ្ធសាស្ត្របញ្ចកោណសំណួរទី1នេះគេសួរថាតើយុទ្ធសាស្ត្របញ្ចកោណមានបាវចនាអ្វីខ្លះចម្លើយគេឆ្លើយថាយុទ្ធសាស្ត្របញ្ចកោណមានបាវចនាចំនួន5គឺកំណើនការងារសម្បធម៌ប្រសិទ្ធភាពនិងចីរភាពសំណួរទី2គេសួរថាតើអត្ថិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណមានប៉ុន្មានអ្វីខ្លះចម្លើយឆ្លើយថាភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណមាន5គឺមនុស្សទឹកផ្លូវភ្លើងបច្ចេកវិទ្យាសំណួរទី3គោលដៅយុទ្ធសាស្ត្រទាំង5នៃយុទ្ធសាស្ត្របញ្ចកោណមានអ្វីខ្លះចម្លើយគោលដៅយុទ្ធសាស្ត្រ5មានដូចខាងក្រោមកធានាឲ្យបាននៅកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ 7% ប្រកបដោយភាពធន់នឹងវិបត្តិនានាការជំរុញសន្ទុះនៃការធ្វើពលកម្មមូលដ្ឋានសេដ្ឋកិច្ចលើកកម្ពស់ការប្រកួតប្រជែងគ្រប់គ្រងអតិផរណាឲ្យនៅទាបធានានៅស្ថិរភាពអត្រាប្តូរប្រាក់ខិតខំបង្កើតទុនបម្រុងជាប្រចាំពង្រឹងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងការគ្រប់គ្រងបំណុលប្រកបដោយចីរភាពខបង្កើនការងារឲ្យបានកាន់តែច្រើនទាំងបរិមាណនិងគុណភាពពង្រឹងគុណភាពអប់រំនិងបណ្ដុះបណ្ដាលជំនាញការផ្ដល់ព័ត៌មានទូលំទូលាយអំពីទីផ្សារការងារជំរុញការវិនិយោគក្នុងស្រុកនិងការវិនិយោគផ្ទាល់ពីបរទេសក៏សម្រេចឲ្យបាននៅគោលដៅកាត់បន្ថយភាពក្រីក្រអត្រាទាបជាង 10% កសាងប្រព័ន្ធសង្គមមានលក្ខណៈប្រមូលផ្ដុំនិងសង្គមតិភាពផ្ដល់សេវាសាធារណៈប្រកបដោយគុណភាពប្រសិទ្ធភាពនិងបរិយាខបន្តពង្រឹងសមត្ថកិច្ចអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមប្រសិទ្ធភាពសេវាសាធារណៈបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ធុរកិច្ចការវិនិយោគនិងពាណិជ្ជកម្មធានាចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុលើកកម្ពស់សមភាពយេនឌ័រគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពជំរុញការវិនិយោគសាធារណៈសំណួរទី4តើស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្ដោតលើអ្វីចម្លើយស្នូលនៃយុទ្ធសាស្ត្របញ្ចកោណផ្ដោតលើការកែតម្រង់និងពង្រឹងអភិបាលកិច្ចការធ្វើទំនើបកម្មស្ថាប័នរដ្ឋឲ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតនិងស្អាតស្អំតាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយសេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំការគ្រប់គ្រងនិងការចាត់ចែងកិច្ចការប្រទេសជាតិពិសេសការធានានិរន្តរភាពតួនាទីនិងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍ប្រជាជនព្រមជាមួយនឹងការកសាងជាតិនិងពង្រឹងនីតិរដ្ឋសំដៅគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្តនិងចីរភាពហើយជាចុងក្រោយនេះខ្ញុំសូមធ្វើការអភ័យទោសចំពោះការអាននៅពាក្យពេចន៍ណាដែលខុសឬក៏មិនត្រូវសូមបងប្អូនទាំងអស់គ្នាឬបេក្ខជនទាំងអស់គ្នាមេត្តាអធិស្ឋានផងចុះអរគុណសូមជម្រាបលា